បើតែក្បាលវីដេអូមកបងប្អូនឃើញស្រាប់ហើយគឺនំបញ្ចុកទឹកប្រហុកបងប្អូនមានរសជាតិឆ្ងាញ់មែនទែនតែម្ដងចាគ្នាថ្ងៃនេះខ្ញុំមកផ្សារនៅក្នុងស្រុកថៃយើងគឺលោកផល market និយាយទៅអាហ្នឹងដូចនៅផ្សារដំកោយើងអញ្ចឹងមានលក់ត្រីសាច់បន្លែអីគ្រប់ប្រភេទដល់គ្នាគឺដូចផ្សារដំកោបាត់ហ្មងមិនផ្សារទៅលើទេពួកខ្ញុំមកដល់ផ្សារនេះគឺប្រហែលជាម៉ោងជិត12បងប្អូនដោយសារយកអត់សូវប្រញាប់ទេកម្មវិធីធ្វើនំបញ្ចុកទឹកប្រហុករបស់ពួកយើងគឺធ្វើនៅម៉ោងរសៀលអាចពីម៉ោង3ម៉ោង4អញ្ចឹងណាបងប្អូនអញ្ចឹងទៅនាំគ្នាមកដើម្បីទិញបន្លែត្រីសាច់អីនៅកន្លែងនេះណាបងប្អូនតែនេះសបោបងប្អូនសបោមែនទេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនៅតឡាត់ខ្លងទៅបងប្អូននេះមកទិញមកហូបមួយចំនួនទៅគ្រាន់ញ៉ាំមួយឥឡូវថ្ងៃទី16អញ្ចឹងវាសល់20ថ្ងៃជាងទៀតដល់ដាច់ខែនៅទីនេះមានបន្លែត្រីសាច់ជាច្រើនបងប្អូនដែលមានតម្លៃថ្លៃមិនដូចផ្សារទំនើបទេនៅចិត្តផ្ទះខ្ញុំចិត្តកណ្ដោខ្ញុំនោះគឺផ្សារម៉ាក្រូផ្សារឡូតាស់ហ្នឹងគឺវាទៅយ៉ាបងប្អូនវាផ្សារទំនើបគឺថ្លៃអញ្ចឹងពួកខ្ញុំចូលចិត្តមកនេះពីតាក់ស៊ីមកអស់តែ70បាតទេប៉ុន្តែពេលទៅវិញយើងជិះអាកង់3នោះវាអស់120បងប្អូនអញ្ចឹងទៅយើងចូលចិត្តមកទិញនេះដើម្បីដាក់កាសេទុកទៅវាញ៉ាំបានយូរវាសំចៃលុយផងព្រោះយើងមកនៅប្រទេសគេគឺត្រូវសំចៃលុយបងប្អូនអ្វីដែលសំខាន់គឺសំចៃលុយអញ្ចឹងពួកខ្ញុំទិញបានហើយអស់ហើយនឹងគ្នាជិះអាកង់3នាក់ឯងបងប្អូនអស់120ជិះទៅដល់កណ្ដោរបស់ខ្ញុំគឺអស់120តម្លៃទូថ្លៃឯងបងប្អូនវាដូចជាបន្លែត្រីសាច់ឲ្យដែរគឺវាតម្លៃទូទិញអស់តែ2-3,000បាតគឺញ៉ាំបានមួយខែអញ្ចឹងណាបងប្អូនហើយពេលមកដល់ផ្ទះគឺពួកខ្ញុំស្វាស្វែងមែនតែនបងប្អូនគឺធ្វើនំបញ្ចុកទឹកប្រហុកនឹងឯងចំណែកស្រីគឺគាត់បេះបន្លែបេះអីទៅចិត្តបន្លែយើងមានដូចជាតពួនស្ពៃកដោបការខាត់ណាយអីចឹងបងប្អូននំបញ្ចុកទឹកប្រហុកនេះបងប្អូនពេញចិត្តចូលចិត្តបន្លែខៀវប្រភេទណាគឺដាក់ប្រភេទហ្នឹងទៅបងប្អូនគឺអត់ទេគឺសិតតែឆ្ងាញ់ទាំងអស់អ្វីដែលសំខាន់គឺរសជាតិទឹកប្រហុករបស់យើងអញ្ចឹងកាលពីអាទិត្យមុនខ្ញុំបាននិយាយថាខ្ញុំនឹងធ្វើនំបញ្ចុកទឹកប្រហុកជុំគ្នាញ៉ាំនៅអាទិត្យនេះអញ្ចឹងយើងក៏ដល់ថ្ងៃសៅរ៍ហើយគឺយើងចាប់ផ្ដើមហើយដំបូងឡើយគឺពួកខ្ញុំអាំងត្រីជាមួយair fryer នេះបងប្អូនតែវាអត់ទាន់ចិត្តទេអញ្ចឹងទៅវាអត់ឆ្អិនណាវាឆ្អិនតែវាយូរហើយវាគ្រីមអញ្ចឹងទៅនេះនាំគ្នាដូរមកដាក់បំពងវិញបងប្អូនហើយត្រីខ្ញុំទិញ20ត្រីប៉ុណ្ណឹងបងប្អូនអស់តែ225បាតទេបងប្អូនអញ្ចឹងសរុបទៅត្រីមួយតែ10បាតជាងទេអញ្ចឹងណាគឺត្រី20បងប្អូនក៏មើលច្រើនណាស់ហើយពួកខ្ញុំញ៉ាំគ្នាប្រហែលជាចូល10នាក់បងប្អូនអញ្ចឹងណាម្នាក់2ម្នាក់អីចឹងណាត្រីហើយយើងដាក់បំពងនេះវិញពួកអី air fryer ហ្នឹងគឺវាអត់ទាន់ចិត្តទេវាយូរវាបាក់ដុតមន់ដុតអីចឹងណាមួយអញ្ចឹងត្រីយើងមាន20គឺបាក់តិចមកខ្ញុំក៏លីងគ្រឿងយើងមានម្ទេសមានខ្ទឹមសខ្ទឹមក្រហមអីហ្នឹងឯងបងប្អូនគឺនិយាយទៅដូចតែគេដូចតែឯងទេបងប្អូនចូលចិត្តធ្វើយ៉ាងម៉េចគឺចឹងអានទឹកប្រហុកនេះហើយឥឡូវខ្ញុំចាប់ផ្ដើមលីងខ្ទឹមសខ្ទឹមក្រហមម្ដងបងប្អូនដើម្បីឲ្យវាឈ្ងុយយ៉ាងណាបងប្អូនហើយនេះអ្នកជំនួយការជួយលីងនេះលីងនោះនឹងឯងបងប្អូនជួយគ្នាម្ដាយមួយជើងអ្នកខ្លះបន្លែអ្នកខ្លះអីចឹងទៅវាចំណាយលុយអស់តិចតួចតែវាសប្បាយបងប្អូនជុំគ្នាព្រោះអីពួកយើងធ្វើការនៅប្រទេសគេនេះគឺបងប្អូនដឹងស្រាប់ហើយទៅតំចៃបើជុំគ្នាចឹងទៅវាអស់តិចចឹងណាហើយក៏កិនគ្រឿងកិនអីចឹងទៅបងប្អូនកិនគ្រឿងតែខ្ញុំដាក់ប្រហុកដាក់អីលាយកិនហ្នឹងបងប្អូនដូចតែគេដូចឯងទេហើយកុំភ្លេចទឹកជូរ7ធ្វើយ៉ាងណាកុំឲ្យជូរពេកកុំឲ្យវាជូរពេកវាអត់ឆ្ងាញ់ចឹងណាហើយនេះម្ទេសក្រហមបងប្អូនទេសក្លោកចិញ្ច្រាំហ្នឹងខ្ញុំដាក់ជាមួយស្ករក្រហមតែកន្លែងយើងខ្ញុំវាកាត់បាត់ទៅអត់បានដាក់ចូលមកយើងដាក់គ្រឿងចូលដើម្បីកូរហើយកន្លែងនេះដែរបងប្អូនកូរវាឲ្យវាឆ្អិនទៅហើយយើងចង់ថែមទឹកបងប្អូនចង់បានខាប់ប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅចង់បានរាវប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅអញ្ចឹងណាហើយខ្ញុំធ្វើអត់សូវជាខាប់ពេកក៏មិនសូវជារាវពេកដែរដើម្បីញ៉ាំទៅវាឆ្ងាញ់អញ្ចឹងណាតែរាវពេកអត់សូវឆ្ងាញ់ទេហើយចំណែកគ្រឿងអំបិលស្ករប៊ីចេងហ្នឹងបងប្អូនអាចថែមថយតាមចំណង់ចិត្តជូរ7ក៏ដូចគ្នាដែរបងប្អូនដាក់ប៉ុណ្ណាតាមតែខ្លួនឯងចូលចិត្តអញ្ចឹងណាបងប្អូនត្រូវការប្រៃជុកអែមអញ្ចឹងលាយតាមហ្នឹងទៅអត់ខុសទេបងប្អូនហើយនេះគឺរួចរាល់ហើយបងប្អូនគឺអូយឆ្ងាញ់មែនទែនខ្ញុំរួមគ្នាដាក់បច្ចេកចានអស់ត្រី2-3បងប្អូនឲ្យជាតិហៅហ្មង
ដោយវីដេអូមុនខ្ញុំនិយាយចឹងគឺនៅណាក៏ដោយគឺយើងអត់ផ្លេចទេអាកំឡមកហូបញ៉ាំយើងនេះគឺចូលចិត្តណាស់បងប្អូនប្រហុកអីនេះអូខ្ញុំចូលចិត្តណាស់ទីរបស់ខ្ញុំទាំងអស់គ្នាគឺចូលចិត្តមែនទែនចឹងសង្ឃឹមថាបងប្អូនក៏នឹងរៀបចំការញ៉ាំជួបជុំក្រុមគ្រួសារឬក៏មិត្តភក្តិបងប្អូនអីដូចគ្នាចឹងណាបងប្អូនគឺបងប្អូនទាំងអស់គ្នាមានសុខភាពល្អគ្នានៅវីដេអូក្រោយបាយបាយ ខ្លាំងណាស់បងតាំងកើតបានដែរបានញ៉ាំសោះ ទេ